ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំអាសាញ់សម្រាប់អ្នកកើតឆ្នាំអាសាញ់នៅក្នុងខែកុម្ភៈនេះផ្ទាល់រឿងដំបូងដែលលោកអ្នកប្រយ័ត្នគឺការបើកបរការធ្វើដំណើរលេខធ្វើដំណើររបស់អ្នកអាចមិនសូវល្អទី1ការបើកបរអាចមានការប៉ះពាល់ចាទី2ប្រយ័ត្នអាចមានការផាកពិន័យផ្សេងចាអញ្ចឹងគួរប្រយ័ត្នប្រយែងហើយសម្រាប់រឿងលុយកាក់នៅក្នុងខែនេះគឺថាដំណើរការនៃលុយកាក់របស់យើងការធ្វើអីមួយក៏ដោយលោកអ្នកតតែមានភាពច្បាស់លាស់អាចថាមានបញ្ជីមានខ្ទង់ចាយវាត្រឹមត្រូវមិនអញ្ចឹងទេអាចនឹងមានបញ្ហាអាចថាយើងរកលុយបានតែអត់ដឹងមុខថាបាត់ទៅណាអញ្ចឹងណាអញ្ចឹងត្រូវប្រយ័ត្នចំណុចនឹងតិចដែរចាហើយសម្រាប់រឿងលុយកាក់มันមានអីជាឧបសគ្គទេនៅក្នុងខែនេះណាសម្រាប់អ្នកកើតឆ្នាំម្សាញ់ចាសម្រាប់សុខភាពគឺថាសុខភាពរបស់លោកអ្នកมันមានអីជាបញ្ហាទេនៅក្នុងខែកុម្ភៈនេះអាចថាល្អប្រសើររឹងមាំប៉ុន្តែរៀងប្រយ័ត្នសុខភាពអ្នកអាយុតិចជាងអាចជាប្អូនកូនក្មួយរបស់យើងតូចណាអញ្ចឹងគួរប្រយ័ត្នពួកគាត់ផងចាហើយសម្រាប់មើលពីលេខការងារលោកអ្នកដែលមានការងារជាប្រចាំរយៈនេះលោកអ្នកដែលកើតឆ្នាំអាសាញ់ឃើញថាការងារអាចមានអារម្មណ៍ថាយើងអាចរៀងទទួលបានភាពអយុត្តិធម៌ខ្លះមានភាពលំអៀងខ្លះពីថ្នាក់លើពីមិត្តរួមការងារចឹងទៅប៉ុន្តែឃើញថាលោកអ្នកនៅតែព្យាយាមឈរនៅចំណុចរបស់ខ្លួនឯងអញ្ចឹងបើសិនជាលោកអ្នកប្រកាន់ខ្ជាប់នឹងអំពើល្អនិងភាពស្មោះត្រង់នឹងអាចទទួលបានជោគជ័យត្រឡប់មកវិញចាសម្រាប់ពាក់ព័ន្ធជាមួយការរកស៊ីចានៅក្នុងខែនេះការរកស៊ីរបស់អ្នកកើតឆ្នាំអាសាញ់ត្រូវប្រយ័ត្នប្រយែងបានខ្លាំងព្រោះអាចថាប្រយ័ត្នមានបញ្ហាធ្វើប្រហែលតាំងតិចធ្វើឲ្យយើងខាត់បង់ណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូអ្នកកើតឆ្នាំអាសាញ់ជីវិតគូរបស់អ្នកនៅក្នុងខែនេះក៏ដូចជាឱកាសនេះផ្ទាល់លោកអ្នកត្រូវប្រយ័ត្នណាកុំព្យាយាមយករឿងចាស់មកនិយាយគ្នាឬក៏រំលឹករឿងចាស់បើមិនចឹងទេអាចធ្វើឲ្យមានការប៉ះទង្គិចគ្នាសម្រាប់លោកអ្នកដែលកើតឆ្នាំអាសាញ់សម្រាប់លោកអ្នកដែលនៅតែនេចាស់លោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងឱកាសនេះលោកអ្នកនឹងអាចមានឱកាសគេហៅថាចាប់អារម្មណ៍ទៅលើអ្នកណាម្នាក់ប៉ុន្តែអាចថាមិនទាន់ហ៊ានប្រាប់មិនទាន់ហ៊ានសារភាពគេទេអញ្ចឹងឱកាសនេះដែរបើសិនជាលោកអ្នកស្រឡាញ់ពេញចិត្តអ្នកណាព្យាយាមចូលទៅប្រាប់គេឲ្យដឹងលោកអ្នកអាចទទួលបានចម្លើយល្អណាចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះដែរគឺថាប្រយ័ត្នរឿងទូរស័ព្ទដៃណាអ្នកកើតឆ្នាំម្សាញ់ព្រោះអាចមានឱកាសទូរស័ព្ទឲ្យយើងធ្លាក់បាក់បែកខូចអញ្ចឹងទៅចាហើយចុងក្រោយការធ្វើបុណ្យគឺអាសាធ្វើបុណ្យតាមវត្តអារាមឲ្យបានច្រើនដើម្បីជាការលើករាសីរបស់យើងពណ៌លើករាសីរបស់លោកអ្នកគឺមានពណ៌ផ្កាឈូកនិងពណ៌សលេខសំណាងរបស់អ្នកគឺមានលេខ02ណា